ក្រសួងសាធារណការពង្រឹងតួថ្នល់ជាតិ88ដែលខូចខាតដោយមិនចាំបាច់កាយតួថ្នល់ដែលខូចខាតចេញជាមួយនឹងបច្ចេកវិទ្យាថ្មី Stabilizer មីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថាម៉ាស៊ីន Stabilizer ជាមធ្យោបាយមួយគាំទ្រដល់គោលនយោបាយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានគុណភាពមានភាពធន់ទៅនឹងការផ្លាស់ប្ដូរអាកាសធាតុនិងកាត់បន្ថយការបញ្ចេញកាបូនស្របទៅតាមបញ្ចកោណទី4នៃយុទ្ធសាស្ត្របញ្ចកោណអាយដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងនិងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងផ្លូវជាតិលេខ88ប្រវែង 5630 ម៉ែត្រនៅព្រឹកថ្ងៃទី3ខែមេសាឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាការចុះពិនិត្យគម្រោងនេះគឺដើម្បីតាមដានវឌ្ឍនភាពការងារគម្រោងការអនុវត្តការសាងសង់ផ្លូវដោយប្រើប្រាស់ម៉ាស៊ីន Stabilizer និងពិនិត្យការឧតកស៊ូ Overlay AC ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការការពារបរិស្ថានកាត់បន្ថយការបញ្ចេញកាបូនសន្សំសំចៃសម្ភារៈចាស់មកប្រើប្រាស់ឡើងវិញជួយកាត់បន្ថយផលរំខានផ្សេងនិងការកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការបិទផ្លូវសម្រាប់ការដ្ឋានហើយការប្រើប្រាស់ម៉ាស៊ីននេះអនុញ្ញាតឲ្យធ្វើចរាចរណ៍ដំណើរការវិញបានភ្លាមបន្ទាប់ពីការងារពង្រឹងគ្រឹះផ្លូវថ្នល់បានបញ្ចប់ដែលមិនរំខានដល់ការរស់នៅនិងប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរការដ្ឋាននោះទេជាមួយគ្នានេះឯកឧត្តមពេញពូនីបានបន្ថែមថាម៉ាស៊ីន Stabilizer ជាមធ្យោបាយមួយគាំទ្រដល់គោលនយោបាយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានគុណភាពមានភាពធន់ទៅនឹងការផ្លាស់ប្ដូរអាកាសធាតុនិងការកាត់បន្ថយការបញ្ចេញកាបូនស្របតាមនឹងបញ្ចកោណទី4នៃយុទ្ធសាស្ត្របញ្ចកោណគឺការអភិវឌ្ឍប្រកបដោយភាពធន់ចីរភាពនិងបរិយាបន្នដោយធានាបាននូវចីរភាពបរិស្ថាននិងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតងគូបញ្ជាក់ថានៅក្នុងឆ្នាំ2025នេះផ្លូវជាតិលេខ88ត្រូវបានជួសជុលដោយពង្រឹងគ្រឹះឡើងវិញ Stabilizer និងឧតកស៊ូ AC កម្រាស់50 មីលីម៉ែត្រប្រវែង 5475 ម៉ែត្រទទឹង10ម៉ែត្រពីចំណុចផ្លូវប្រសពជាតិលេខ8គីឡូម៉ែត្រលេខ124ដល់ច្រកអន្តរជាតិមើលជ័យកម្ពុជាវៀតណាមស្ថិតក្នុងស្រុកកំចាយមាសខេត្តព្រៃវែងដែលគម្រោងនេះនឹងត្រូវបញ្ចប់នាខែឧសភាឆ្នាំ2025ខាងមុខនេះវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់